សួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយមកកាន់នៃ podcast ហ្នឹងហើយគឺជាថ្ងៃដែល admin មានអារម្មណ៍សប្បាយចិត្តមែនតើដោយសារadmin បានធ្វើជាលើកទី2ហើយក៏ថ្ងៃនេះដែរមានប្រិយមិត្តម្នាក់ដែលគាត់បានផ្ញើសាច់រឿងមកគាត់មកកាន់នៃ podcast ដែរគឺប្រិយមិត្តម្នាក់ហ្នឹងគាត់ឈ្មោះថាសៃណាដែលគាត់សប្តាហ៍ថ្ងៃគាត់រស់នៅទីក្រុងភ្នំពេញហ្នឹងហើយក៏គាត់បានរៀបរាប់ពីជីវិតគាត់តាំងពីដើមរហូតដល់បច្ចុប្បន្នហើយកុំឲ្យខាត់ពេលយូរតោះយើងចូលតទាំងអស់គ្នាសៃណាគាត់បច្ចុប្បន្នគាត់មានអាយុខ្ទង់ឆ្នាំ30តិចតួចហើយគាត់ក៏ជាគាត់បានប្រាប់ខ្លួនឯងគាត់ថាគាត់ជាមនុស្សស្រីម្នាក់ដែររស់រីករាក់ទាក់ហើយនឹងគាត់បានឆ្លងកាត់រឿងរ៉ាវចាក់ជីវិតគាត់មិនថាការងារមិនថាស្នេហាគ្រួសារគាត់បានជួបដាវច្រើនហើយក៏គាត់បានរៀបរាប់ថាដើមឡើយកែគាត់ដែលជាគេថាជាវ័យកុមារគាត់បានផ្លាស់ប្ដូរទីលំនៅគាត់បានផ្លាស់ពីខេត្តមកដល់រស់នៅទីក្រុងភ្នំពេញមករស់នៅជាមួយនឹងម្ដាយពុកគាត់ដែលរស់ស៊ីការធ្វើការបែបលក់ដូរធម្មតាអញ្ចឹងហើយសៃណាគាត់មានបងប្អូនចំនួន3នាក់គាត់ជាកូនបងគាត់ក៏បានឡើងមករៀនតដោយសារពេលហ្នឹងគាត់នៅរៀនថ្នាក់ត្រឹមជាហៅថាក្មេងបឋមបងប្អូនហើយសៃណាគាត់រៀបរាប់បន្តទៀតថាពេលនោះគាត់ចាំថាក្នុងឆ្នាំ2008គាត់ក៏បាននៅបន្ទប់ជួលមួយកន្លែងហើយក៏សៃណាក៏បញ្ជាក់ទីតាំងដែរហើយគាត់ក៏បានរៀនបណ្ដារស់នៅជាមួយឬក៏ធ្វើការជួយពុកម្ដាយគាត់ព្រោះអីពុកម្ដាយគាត់ជាអ្នករស់ស៊ីអញ្ចឹងក៏ត្រូវគាត់ជាកូនស្រីក៏ត្រូវជួយការងារពួកគាត់ដែរហើយស្រាប់តែមានពេលមួយនោះគាត់ក៏បានកលេចទៅឃើញឬក៏ងាកទៅឃើញមនុស្សប្រុសម្នាក់សៃណាដូចជាមាននិស្ស័យគាត់ចាប់អារម្មណ៍ទឹកមកចាប់អារម្មណ៍កាយវិការកៅភ្នែកហើយសៃណាប្រាប់ពេលនោះថាសៃណារំភើបមែនតែនគាត់និយាយថាធម្មតាគាត់នៅកូនក្មេងទេតែមិនដឹងថាហេតុអ្វីបានជាគាត់មានអារម្មណ៍ថាគាត់អារម្មណ៍ល្អសប្បាយចិត្តពេលឃើញឲ្យតែឃើញបរិសម្នាក់ហ្នឹងគាត់សប្បាយចិត្តកាលនោះគាត់តន់ស្គាល់ឈ្មោះគេឬក៏គាត់មកពីណាទេក៏ចាប់ដើមមួយថ្ងៃទៅមួយថ្ងៃមួយខែទៅមួយខែក៏បែរដឹងថាបងប្រុសម្នាក់ហ្នឹងគាត់រស់នៅភូមិក្បែរសៃណាដែរគាត់មករស់នៅគេថារៀនផងធ្វើការផងក្រៅម៉ោងហើយសៃណាគាត់បានបញ្ជាក់ថាបងប្រុសម្នាក់ហ្នឹងគាត់ជាមនុស្សម្នាក់ដែរមិនសូវនិយាយច្រើនមកកច្រើនទេមនុស្សម៉ឺងម៉ាត់ហើយគាត់ក៏ជាមនុស្សឧស្សាហ៍តស៊ូហើយក៏មានពុកម្ដាយមិនថាគាត់ចាស់គួរសមដែរតែគាត់នៅជុំគ្នាមានបងស្រីបងប្រុសទៅហើយសៃណាគាត់បានរៀបរាប់បន្តទៀតថាពេលហ្នឹងពួកគាត់ក៏បានស្គាល់គ្នាក៏សៃណាគាត់បានរៀនអង់គ្លេសក្រៅម៉ោងអញ្ចឹងទៅគាត់ជាក្មេងនេះតែគាត់បានរៀនគាត់ក៏បានរៀនដូចគ្នាដែរគាត់រៀនសាលាខុសគ្នាតមកទៀតសៃណាគាត់ដឹងថាប្រវត្តិគាត់ហ្នឹងពីមុនមកសៃណាស្គាល់ហ្នឹងគាត់ជួបរឿងរ៉ាវខ្លះទេសៃណាគាត់ដឹងទេតែពេលហ្នឹងហើយក៏គាត់បានរាប់អានគ្នាធម្មតាអ្នកតំណងធម្មតាអ្នកស្គាល់គ្នាអ្នកសុខភូមិក្បែរគ្នាអ្នករស់នៅបន្ទប់ក្បែរគ្នាអញ្ចឹងណាហើយក៏សៃណាគាត់បានរៀនចាប់បឋមហើយក៏គាត់ចូលថ្នាក់អនុវិទ្យាល័យនៅវិទ្យាល័យមួយសៃណាគាត់មិនបញ្ចេញវិទ្យាល័យឈ្មោះអីគេទេដែរហើយបន្ទាប់មកទៀតសៃណាក៏គាត់បានរហូតប្រើពេលវេលាជីវិតក៏បែបហ្នឹងហើយរហូតដល់គាត់បានរៀនចាប់ថ្នាក់ទី12នៅក្នុងឆ្នាំ2015ដែលគឺជាឆ្នាំដែលគេថ្នាក់ក្រសួងអប់រំគេរឹតបន្តឹងហើយជាបងប្អូនដឹងសៃណាគាត់បញ្ជាក់ថាគាត់បានរេឌីបានធៀមមែនតែនព្រោះអីសិស្សច្បងគាត់ប្រឡងហើយមុនគាត់មួយឆ្នាំចឹងគាត់ឃើញថាការរឹតបន្តឹងគឺខ្លាំងមែនតែនចំនួនហ្នឹងហើយក៏សៃណាគាត់បានប្រឡងទី12ហ្នឹងថ្ងៃមួយសៃណាគាត់ទៅប្រឡងហើយសៃណាគាត់
មានម្ដាយឪពុកដែលស្រឡាញ់ខ្លាំងមែនតើវាថាគាត់យកចិត្តផ្ដល់ភាពកក់ក្ដៅសម្បីតែកូនដើម្បីសេនាគាត់ទៅប្រឡងក៏សេនាបានទទួលអារម្មណ៍មួយដែរដែលពុកម្ដាយទូទៅដែរដោយសារគាត់បានជូនសេនាហ្នឹងទៅប្រឡងនៅវិទ្យាល័យហ្នឹងគាត់វិអាហារទៅឲ្យសេនាអញ្ចឹងទៅក៏គាត់បានពេលសេនាគាត់មកផ្ទះវិញគាត់ម៉ោងប្រឡងចប់ក៏បានមកឃើញថាមានគេជូនកដោហ្នឹងគាត់ដឹងថាជីណាគេពេលហើយគាត់ក៏សួរម្ដាយគាត់ថាម៉ែហ្នឹងពីណាគេឲ្យតមកទៀតក៏គាត់ថាម្ដាយសេនាថាអូបងម្នាក់ដែលសេនាគាត់នេះហ្នឹងខ្ញុំមិនបញ្ចេញឈ្មោះទេគាត់បានឲ្យសេនាដូចជាការហ្នឹងសេនាគាត់ថាគាត់ចាំដូចជាមានកបោកដូចមានស្អីទៀតទេនេះដូចជាសភៅចឹងឯងឲ្យសេនាភាសាពេលហ្នឹងសេនារវាងគាត់គឺបានអ្នកតំណងចោលไปបានថាពួកគាត់ត្រូវពេលហ្នឹងសេនាគាត់មួយអត់សុំអធិស្ឋានពេលហ្នឹងសេនាគាត់បញ្ជាក់ថាគាត់បានមូចេញពីកន្លែងផ្ទះជួលចាស់ហ្នឹងគាត់មិននៅផ្ទះជួលថ្មីនៅកន្លែងផ្សេងតែនៅក្បែរគ្នាដែរទេគ្រាន់តែពួកគាត់ដែលបានជួបមុខគ្នាហើយក៏កាត់មកដល់ថងសេនាគាត់ប្រឡងទី12ហ្នឹងក៏គាត់បានដឹងថាសេនាគាត់ប្រឡងអញ្ចឹងក៏គាត់បានឈៀតពេលយកកដោឲ្យសេនាចង់ជួបសេនាពេលហើយគាត់ដឹងថាសេនាបងប្រុសម្នាក់ហ្នឹងគាត់នៅតែស្រឡាញ់ក៏ចាប់អារម្មណ៍សេនាសាសេនាគាត់បានហាក់ដាច់អ្នកតំណងយូរដែរអញ្ចឹងណាចាហើយក៏សេនាគាត់បានរៀបរាប់អារម្មណ៍គាត់ទៀតថាពេលហ្នឹងគាត់វាលែងជាសើបានលែងស្រឡាញ់គាត់ឬក៏លែងចាប់អារម្មណ៍គាត់ទៀតដែរដោយសារពេលហ្នឹងសេនាគាត់ប្រាប់ទៅម្ដាយពួកគាត់ថាមូលហេតុបានអញ្ចឹងដោយសារគាត់ដឹងឮទៅនឹងថាបងប្រុសម្នាក់ហ្នឹងគាត់ដូចចាប់អារម្មណ៍ឬពាក្យចាររំថាគាត់ដូចស្រឡាញ់ទៅក្មួយម្ចាស់ផ្ទះអញ្ចឹងធ្វើឲ្យអារម្មណ៍សេនាហ្នឹងគាត់លែងចាប់អារម្មណ៍លែងនឹកនាហើយមួយទៀតអារម្មណ៍អន់ចិត្តអញ្ចឹងណាក៏គាត់លែងមិនចាប់អារម្មណ៍ទៅបរិមម្នាក់ហ្នឹងដែរតែគឺថាបងប្រុសម្នាក់ហ្នឹងគឺនៅតែស្រឡាញ់នៅតែរាប់អាននៅតែចង់ឲ្យសេនាហ្នឹងតាក់ទងមួយគាត់ធម្មតាវិញចឹងថាជំនាន់ហ្នឹងក៏អត់មាន Facebook ព្រមតលីទេគឺគាត់លេងតាមរយៈតែលេខទូរស័ព្ទហើយសេនាគាត់និយាយកាត់ទៀតបន្តទៀតគាត់បានរៀបរាប់ថាយុគមួយនោះគឺបងប្រុសគាត់ទេមកសេនាមិនដឹងថាបានលេខនោះមកពីណាទេគាត់ទេមកគាត់ក៏បានរៀបរាប់ពីអារម្មណ៍គាត់រឿងរ៉ាវច្រើននៅកាលហ្នឹងគាត់ជិះភ្លេចដែរគាត់ថាគាត់នៅក្មេងដែរគាត់ក៏បាននិយាយថាផំស្លាញ់គាត់អត់ចឹងនេះដូចគេដូចសេនាគាត់រៀងពីទៅពើដែរគាត់ប្រាប់អេដមីនដែរគាត់ថាដូចជាព្រមធ្វើកុំភាសាអញ្ចឹងអីហ្នឹងណាពេលហើយក៏ថាបើសិនជាខាងសេនាហ្នឹងបើសិនជាអូខេឬក៏ជឿព្រមសុំឆ្លើយតែពាក្យ2អញ្ចឹងណាyes ក៏អូខេដល់ពេលអញ្ចឹងក៏សេនាក៏គាត់បានគិតអីវែងឆ្ងាយដែរដោយសារគាត់ត្រូវបានគេថាប្រឡងទី12ជាប់គាត់ត្រូវឡើងរៀនឆ្នាំទី1អញ្ចឹងគឺអនាគតគាត់នៅវែងឆ្ងាយហើយពេលហ្នឹងគឺគាត់បានឆ្លើយថា no ឆ្លើយមួយម៉ាត់យ៉ាងខ្លី no តែពេលហ្នឹងពេលគាត់ឆ្លើយ no ហើយក៏គាត់អត់មានអារម្មណ៍ថាគាត់ត្រូវជាពិបាកចិត្តអីដែរដោយសារពេលហ្នឹងគាត់ដូចគាត់ប្រាប់ admin ចឹងគាត់ថាគាត់ហ្នឹងបានអន់ចិត្តបានលែងស្រឡាញ់ទៅបរិមម្នាក់ហ្នឹងហើយដោយសារលើតំណឹងថាគាត់ហ្នឹងទៅជាមានអារម្មណ៍ល្អស្រឡាញ់ទៅក្មួយម្ចាស់ផ្ទះអញ្ចឹងទៅគាត់អន់ចិត្តអញ្ចឹងក៏គាត់ឆ្លើយទៅហើយគាត់ថាគាត់នៅវែងឆ្ងាយគាត់នៅរៀននៅអីអញ្ចឹងទៅណាគាត់នៅមុខទៀតក៏ជីវិតសេនាហ្នឹងសេនាជីវិតសេនាហ្នឹងគាត់ក៏បានឆ្លងកាត់រឿងរ៉ាវច្រើនហើយក៏បានមួយកន្លងរយៈពេលមកគាត់ឮទៅនឹងថាគាត់បងប្រុសម្នាក់ហ្នឹងគាត់បានរៀបការជាមួយនឹងមនុស្សស្រីម្នាក់ដែរនៅសុខភូមិមួយគ្នារហូតហើយក៏បានសេនាហ្នឹងក៏លែងបានដឹងទៅទៅនឹងអីដែររហូតដល់សេនាហ្នឹងគាត់រៀនដល់ឆ្នាំទី3ទី4ដល់ចិត្តចប់ហើយតមកទៀតក៏គាត់បានជួបនឹង
គេថាជប់នោះប្រុសម្នាក់គាត់មិនចេញឈ្មោះទៀតទេគាត់បានតាក់ទងគ្នារយៈពេលជិត1ឆ្នាំហើយពេលគាត់តាក់ទងគ្នាហ្នឹងគឺថាជីវិតគាត់គឺផ្លាស់ប្ដូរតែម្ដងពីមនុស្សម្នាក់ដែលអត់ដែលមានស្នេហាគឺផ្ដល់អារម្មណ៍មួយខុសប្លែកថងថាគេបានផ្ដល់ដីស្រឡាញ់បណ្ដឹងថាពេលហ្នឹងសញ្ញាគាត់ដឹងថាដីស្រឡាញ់ហ្នឹងពិតប្រាកដខ្លាំងខ្លាយទេដោយសារពេលហ្នឹងគាត់ទទួលបានអារម្មណ៍មួយថាគេយកចិត្តទុកដាក់ជាមួយគាត់ស្រឡាញ់គាត់លះបង់ផ្ដល់ពេលវេលាគាត់ចឹងណាហើយគាត់មើលទៅផ្ដល់ភាពច្បាស់លាស់ទៅកាន់ឲ្យពុកម្ដាយសេនាហ្នឹងឃើញនៅដល់ផ្ទះសេនាតែម្ដងហើយពេលហ្នឹងគឺថាគ្រួសារខាងប្រុសហ្នឹងគឺនៅតាមខេត្តសេនាគាត់នៅពេញអញ្ចឹងខាងប្រុសហ្នឹងគាត់អត់បាននាំសេនាទៅលេងខាងម្ដាយឬក៏នាំខាងគ្រួសារស្រីគ្រួសារខាងប្រុសម្នាក់ហ្នឹងមកជួបគ្រួសារខាងសេនាទេអញ្ចឹងសេនាគាត់បញ្ជាក់ទៀតថាពេលហ្នឹងម្ដាយសេនានេះគាត់ចង់ឲ្យម្ដាយពុកខាងបរោះហ្នឹងមកច្បាស់លាស់មកនិយាយរឿងជាប់ពាក្យឬក៏បង្កើតភាពច្បាស់លាស់ឲ្យខាងគ្រួសារសេនាហ្នឹងគាត់មានភាពកក់ក្ដៅធម្មតាទេបងប្អូនដឹងហើយស្រាប់ថាមនុស្សស្រីយើងមនុស្សស្រីទូទៅគឺត្រូវការភាពច្បាស់លាស់ពីខាងបរោះដៃគូតែខាងបរោះហ្នឹងគូគាត់តែងតែមានហេតុផលនេះហេតុផលនោះលេះនេះលេះនោះទៅធ្វើឲ្យសេនាគាត់អត់សូវសប្បាយចិត្តទៅថ្ងៃគិសេសពុំម្ដាយសេនាហ្នឹងអាសាពុំម្ដាយសេនាហ្នឹងគាត់គិតថាគាត់ជាមានកូនស្រីអញ្ចឹងគាត់ក៏ដាក់លក្ខខណ្ឌថាត្រូវតែឲ្យខាងប្រុសខាងម្នាក់ប្រុសហ្នឹងឲ្យម៉ាក់ប៉ាគាត់មកជួបខាងម៉ាក់ប៉ាសេនានៅពេញតែចុងក្រោយគឺផ្ដល់ចម្លើយថាគេរវល់សាគាត់ថាម៉ាក់ប៉ាខាងបរោះហ្នឹងគាត់ជាអ្នកធ្វើការចការនៅតាមខេត្តដូចជាចំការស្វាយចន្ទីអញ្ចឹងគឺគាត់បានឡើងមកទេចាំផុតដល់រដូវធ្វើចការហ្នឹងអញ្ចឹងពួកគាត់ក៏រស់នៅវាថាអ្នកតំណងមួយគ្នាបែបគេថាសិទ្ធស្នានឹងគ្នាសេនាក៏គាត់ស្រឡាញ់អ្នកប្រុសហ្នឹងធម្មតាសេនាក៏ដែរទូបានអីស្រឡាញ់ហ្នឹងហើយគាត់ឯមានស្នេហាយីទៅហើយបានប៉ះមនុស្សប្រុសហ្នឹងគាត់ប៉ិននិយាយគាត់ប៉ិនសម្ដែងភាពយកចិត្តទុកដាក់ឲ្យគ្រួសារខាងសេនាឃើញហ្នឹងអញ្ចឹងធ្វើឲ្យភាពគេថាអារម្មណ៍មួយសេនាបានគឺកក់ក្ដៅតែពេលហើយទៀតក៏សេនាក៏បញ្ជាក់ទៀតណាគាត់ថាសេនាលះបង់តង់លុយលះបង់ពេលវេលាឲ្យម្នាក់ប្រុសហ្នឹងហើយម្ដាយសេនាក៏ស្រែកម្នាក់ប្រុសហ្នឹងដែរដោយសារធម្មតាម្ដាយពុកពេលឃើញគេហៅថាយកចិត្តទុកដាក់ស្រឡាញ់កូនខ្លួនឯងគោមានអារម្មណ៍ថារៀងកក់ក្ដៅដែរតែតាមកពិតបងប្អូនដឹងអត់សេនាគាត់ថាគាត់ជាការសម្ដែងរបស់គេទេសម្ដែងរបស់ម្នាក់ប្រុសហ្នឹងទេសម្ដែងហ្នឹងគ្រាន់តែចង់បានគេហៅថាផលប្រយោជន៍អីមួយចឹងណាអញ្ចឹងហើយក៏ស្រីណាហ្នឹងគាត់មិនជាចាប់អារម្មណ៍មិនយកទៅយកតួអីទេដោយសារគាត់ថាអូប្រហែលជាមិនអីទេគេស្រឡាញ់យើងហើយគាត់ថាចាំពេលហ្នឹងគាត់តែនិយាយថាគម្រោងចប់ពាក្យមួយគ្នាខែនេះទៅទោះអត់មានលុយដល់ក៏យើងចប់ពាក្យបានដែរឧស្សាហ៍អីកុំឲ្យភ្នែកញៀតគេមើលមកមិនសមអញ្ចឹងណាឧស្សាហ៍គាត់ជាស្រីតែពេលហើយទៀតបងប្អូននឹងអត់ថ្ងៃដែលគាត់និយាយម៉ាត់និយាយហៀវហាយកជាការនោះហើយពេលហ្នឹងជាសេនាហ្នឹងហើយខ្ញុំបរោះម្នាក់ហ្នឹងគាត់បានធ្វើការមួយគ្នាធ្វើការមួយកន្លែងតែគាត់បញ្ជាក់ទីតាំងឯងគាត់ធ្វើការមួយគ្នាទៅថ្ងៃមួយហ្នឹងសេនាជិះទៅហ្នឹងក៏បានប្រើបរោះម្នាក់ហ្នឹងគាត់សំបែកពីសេនាហើយសេនាគាត់ថាទទួលយកអត់បានទេដោយសារមនុស្សពងស្រឡាញ់គ្នាហើយហេតុអ្វីមកសំបែកគ្នាអញ្ចឹងណាក៏សេនាគឺថាហេតុអីបានចង់សួរគេទៅគេអត់ឆ្លើយយើងទៅទាំងតែមានអនុស្សាវរីយ៍មួយគ្នាច្រើនរយៈពេល7ឆ្នាំហ្នឹងវាអត់យូរទេតែសម្រាប់សេនាក៏គាត់យូរហើយគាត់បានអនុស្សាវរីយ៍ច្រើនពីម្នាក់ផងហ្នឹងដល់ពេលហើយគេសុំបាយទៅសេនាគាត់អាចនិយាយបានថាគាត់ទទួលយកបានហើយគាត់យំគាត់សុំគេត្រូវវិញគេអត់ត្រូវក៏បានសេនាហ្នឹងគាត់កាត់បថាគាត់ជិះម៉ូតូមកផ្ទះវិញគាត់ជិះម៉ូតូមកផ្ទះវិញពេលហ្នឹងម៉ែឪគាត់នៅឯមកប៉ាសេណានគាត់ទៅខេត្តដោយសារតែសេណានហ្នឹងមានផ្ទះនៅខេត្តដែរអញ្ចឹងហើយក៏សេណានហ្នឹងគាត់យំខ្លាំងណាស់ដេកយំទឹកភ្នែកយំហើយគិតបារថាអត់ចង់រស់ទេគឺយករូបផងហ្នឹងគឺសំខាន់ជាងឪពុកម្ដាយគ្រួសារទៀតគឺចង់រស់ឯងចង់ទៅស្លាប់ដឹកឃើញតែម្យ៉ាងគឺស្លាប់
ដើម្បីអីខឹងចិត្តថាគេក្បត់គេមិនក្បត់ទេគ្រាន់តែខឹងចិត្តតែគេហេតុអ្វីបានធ្វើដាក់រឿងនឹងទៅលើគាត់ដល់ទាំងគាត់ស្រឡាញ់អ្នកប្រុសហ្នឹងអត់មានក្បត់អត់មានលួចទៅមានណាម្នាក់អញ្ចឹងណាក្នុងម្លងពេលតាក់តងគ្នាហ្នឹងអញ្ចឹងគាត់ក៏ចង់ដេកគាត់ថាពុកម្ដាយខំចំណាយពេលវេលារៀនឲ្យលុយរៀនចំណាយពេលវេលាច្រើនហើយគាត់ថាគាត់ឃើញតែស្ពានជ្រោយច្រវាគាត់នឹកឃើញតែស្ពានជ្រោយច្រវាតែមួយគាត់ចង់តែទៅសម្រាប់ខ្លួនថាឲ្យបញ្ចប់ទៅគាត់ថាគេស្ដាយក្រោយគាត់អញ្ចឹងណាឲ្យរូបផលហ្នឹងវារក្សារីដល់ពេលហើយក៏គាត់បានពីគេថាការលើកទឹកចិត្តពីកាលនោះដូចជាការនោះគាត់អត់ប្រាប់ទៅមួយគ្រួសារគាត់តែគាត់បានប្រាប់ទៅបងប្អូនប្រុសគាត់ហើយនឹងមិត្តភក្តិស្និទ្ធរបស់គាត់មិត្តភក្តិជិតស្និទ្ធគាត់ថាហើយកុំធ្វើចឹងសេនាឯងកុំធ្វើចឹងមួយចុះមួយពីរចឹងណាថាយើងត្រូវស្រឡាញ់ខ្លួនឯងគ្រួសារយើងព្រោះឯម៉ាក់យើងខំឲ្យយើងរៀនអស់លុយច្រើនចឹងទៅក៏ស្រីណាគាត់ក៏បានងើបឡើងវិញគាត់ក៏បានងើបឈរឡើងវិញហើយក៏គាត់ចាប់ដើមជីវិតគាត់គេថាលែងនឹកនាមម្នាក់ប្រុសហ្នឹងមួយថ្ងៃទៅមួយថ្ងៃរយៈពេលចិត្តជាមួយឆ្នាំគាត់ក៏បានទៅធ្វើការអីម្លងពេលហ្នឹងគាត់ធ្វើការគាត់រៀនចប់ហើយគាត់ធ្វើការទៅអីទៅដូចខ្ញុំនិយាយថាគាត់ចិត្តចប់ណាចឹងគាត់ធ្វើការហើយតែថ្ងៃមួយហ្នឹងនៅឆ្នាំ2020គឺជាឆ្នាំដែលសេនាគឺអាចនិយាយបានថាជាគ្រូធំណាមិនធំពេកទេតែសម្រាប់សេនាគឺគ្រូធំដោយសារគាត់បានជួបហេតុការណ៍មួយគឺគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីគាត់ចេញពីធ្វើការនៅតាមខេត្តហើយគាត់ដួលហ្នឹងគ្រោះថ្នាក់ហ្នឹងគាត់នៅពេញរងាយដែរហើយដល់ពេលហើយគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ហ្នឹងមិនជាធ្ងន់អីទេគាត់តែគាត់ត្រូវការសម្រាកនៅពេទ្យរយៈពេល7កន្លះឆ្នាំដោយសារគាត់ត្រូវការវះកាត់ជើងបងប្អូនអញ្ចឹងសេនាគាត់រៀបរាប់ទៀតថាពេលហ្នឹងគាត់ចាំមកឆ្នាំ2020គៀកនឹងឆ្នាំអីគាត់បានគេនៅពេទ្យឯកជនមួយកន្លែងហើយគាត់បានបង្ហោះចូលនៅក្នុង social media ដែរថាគាត់នឹងគ្រោះថ្នាក់ចរាចរណ៍ហើយគាត់មានបញ្ហាអីចឹងទៅក៏បានឮដល់ឃើញដល់បរិសម្នាក់ដែលបរិសដំបងរបស់សេនាតែថាគាត់បដិសេធគាត់បានឃើញហើយគាត់បានតេមកចឹងទៅតមកទៀតក៏លេតតំណឹងទៅដល់ខាងសង្សារចាស់គាត់ដែរសេនាសង្សារចាស់សេនាគឺបងរ៉ាម្នាក់ដែរថាសម្បែបសេនាហ្នឹងរយៈពេល7ឆ្នាំហ្នឹងក៏គាត់គេនៅពេទ្យហើយក៏បានបងប្អូនពេលគាត់គេនៅពេទ្យរយៈពេល5ថ្ងៃនោះសេនាគាត់ថាគេនៅ5ថ្ងៃបេក្ខជនមួយនៅខេត្តកណ្ដាលមានបងប្អូនមានមិត្តភ័ក្តិមកសួរសុខទុក្ខនឹងមិត្តរួមការងារចឹងទៅហើយពេលហ្នឹងបានកន្លែងការងារដែលគេជួយគេថាជួយសម្រួលដោយសារយើងមានគ្រោះថ្នាក់មកពេលម៉ោងពេញការងារចឹងម៉ាក់សេនាគាត់អត់សូវអស់លុយច្រើនដែរការជំនាន់ហ្នឹងណាហើយពេលហ្នឹងដែរដូចជាគាត់ចាំសេនាថាពេលគាត់គេងហ្នឹងក៏បានឃើញបងប្រុសម្នាក់ដែលថាស្គាល់គ្នាមួយសេនាតែការសេនានៅក្មេងហ្នឹងដែលសេនាបដិសេធហ្នឹងគាត់មកហឺជាគេហៅថាជាបងក្រុមគ្រួសារគាត់ណាមានបងស្រីអញ្ចឹងទៅមានបងប្រុសទៅគាត់មកភ្ជាប់ជាមួយដូចជាផ្លែឈើសេនាគាត់បញ្ជាក់អញ្ចឹងណាគាត់មកឃើញហើយមកឃើញថាឃើញសេនាហ្នឹងគេនៅពេទ្យហើយឃើញជើងនឹងរុំដោយកណាត់សបងបិទពេញហ្នឹងទៅហើយសេនាក៏អត់សូវមុខស្រស់ដែរដោយសារគាត់ថាគាត់ឈឺមុខរបួសគាត់ហ្នឹងទៅអារម្មណ៍អត់សូវសុខចិត្តទេព្រោះអ្នកជំងឺអញ្ចឹងណាដល់ពេលហើយក៏បងប្អូនគាត់អត់សូវនិយាយអីដែរគាត់បានញឹមអឹមអៀនណាសេនាគាត់ក៏អត់ហ៊ាននិយាយច្រើនដែរដោយសារគាត់មិនដឹងនិយាយពីអីគាត់ថានិយាយតែអរគុណដែលមកសួរសុខទុក្ខចឹងទៅក៏បានកន្លងពេលទៅផុតទៅក៏បានគាត់ទៅបាត់វិញទៅក៏យប់មួយនោះម្លងបានមកថ្ងៃសេនាគាត់ថាមួយថ្ងៃបងប្អូននឹងមាននឹងអីអត់ត្រូវគឺបានបរិសម្នាក់ដែរជាអតីតសង្សាររបស់សេនាហ្នឹងគាត់មកសួរសុខទុក្ខសេនានៅពេទ្យហ្នឹងហើយពេលគាត់សួរសុខទុក្ខហ្នឹងគាត់មកទាំងពេលយប់ទៀតបងប្អូននឹងអត់គាត់ជិះម៉ូតូមកហើយគាត់
មកជាប់ជាមួយនឹងរបស់ភញ្ញាម៉ាស៊ីនណៃស្រីណាបបហើយក៏ពេលហ្នឹងប៉ែតគាត់មិនអោយសេនាហ្នឹងញ៉ាំអីផ្ដាស់ទេទាំងក្រៅពីម្ហូបរបស់ប៉ែតចឹងក៏ម៉ាក់ប៉ាសេនាហ្នឹងគាត់មិនអោយសេនាញ៉ាំទេហើយក៏ថាងសេនាញ៉ាំអត់បានទេដោយសារបបមានជាតិសណ្តែកជាតិអីចឹងណាខ្លាយជើងហើយសេនាហ្នឹងក៏មានអារម្មណ៍ថារំភើបដែរដោយសារគេមកសុខទុក្ខតែតពីកលេចមើលឃើញមុខម្ដាយពុកគាត់ហើយមានអារម្មណ៍ថាលែងរំភើបវិញអាសាមុខម្ដាយពុកគាត់បង្ហាញថាគុំឲ្យយើងហ្នឹងបែបថាទទួលយកគាត់វិញអញ្ចឹងណាព្រោះអីពេលម្លងពេលហ្នឹងបងប្អូននឹងថាគាត់មកសុំត្រូវមួយសេនាវិញសុំត្រូវវិញម្ដងគេធ្វើបែបថាសេនាថាយេថាមកច្បាច់ដៃច្បាច់ជើងមកសុខទុក្ខហើយកាត់អីយើងទៅសួរដំណើរតាមតងរឿងទៅហើយសេនាក៏ប្រាប់មួយទៅតែអត់រំភើបអីទេក្រោយមកក៏មិនមកបានដូចជា1ម៉ោងក្រោយមកក៏គាត់ថាគាត់សុំត្រូវគ្នាវិញសុំត្រូវនោះបងប្អូននឹងអត់សុំត្រូវមុខម្ដាយពុករបស់សេនាទៀតតែពេលហ្នឹងសេនាតើបានឆ្លើយបាននិយាយទេគឺម្ដាយសេនាក៏ថាឆ្លើយជំនួសសេនាថាកូនអ៊ីគាត់បានបំភ្លេចកន្លងហួសហើយចង់ឲ្យវាហួសទៅហើយគាត់ក៏មិនអាចចាប់តាមបានទៀតដែរដោយសារគាត់កំពុងតែមានបញ្ហាហើយគាត់កាត់ចិត្តពីក្មួយបានហើយចឹងសេនាគាត់និយាយម្ដងថាហ្នឹងហើយខ្ញុំដូចពាក្យដូចម្ដាយខ្ញុំនិយាយចឹងគឺខ្ញុំបែបហ្នឹងហើយគាត់និយាយភាសាអូនទៀតទេគាត់និយាយភាសាយើងភាសាគាត់ឆ្អែតឆ្អន់ហើយភាសាគាត់សុំត្រូវគេវិញគាត់ត្រូវចឹងណាចឹងសេនាក៏គាត់បាននិយាយតាមម្ដាយគាត់ហើយក៏ម្នាក់ផងនោះក៏នៅតែមិនអស់ចិត្តទេនៅតែទៀមទានៅតែគេថានៅតែតស៊ូចឹងណានៅតែអត់ខ្វល់វាថានៅតែមុខញញឹមតែពេលហើយក៏បានយប់ហើយក៏ដេញម៉ាក់សេនាក៏ថាក្មួយអញទៅវិញទៅយប់ហើយកុំឲ្យជិះម៉ូតូមកយប់ពេកអញ្ចឹងក៏សេនាហ្នឹងក៏ថាឲ្យទៅវិញទៅក៏ម្នាក់ផងទៅក៏ដល់កាត់ដល់សេនាក៏ថាគាត់ចេញពីពេទ្យព្រោះគាត់គេងទៅពេទ្យ5ថ្ងៃគាត់ចេញពីពេទ្យគាត់ដល់ផ្ទះគាត់ក៏បានគេងព្រោះធម្មតាជើងគាត់អាចតន់ដើរបានទេពេទ្យគេឲ្យតមកដើរគាត់ត្រូវសម្រាកនៅលើខែលើអតេះទៅក៏មកដល់ផ្ទះម្នាក់ប្រុសហ្នឹងដិតសង្សាររបស់សេនាហ្នឹងគាត់ទេមកគាត់ព្យាយាមទេមកលួងលោមកសុំត្រូវវិញក៏សេនាមិនព្រមដែរឧស្សាហ៍មិត្តភក្តិសេនានៅក្បែរហ្នឹងថាបើសិនជាហែងត្រូវមួយម្នាក់ប្រុសហ្នឹងគាត់នឹងរវាងមិត្តភក្តិគាត់ហ្នឹងគឺដាច់គ្នាត្រឹមហ្នឹងហើយគាត់លេងជ័យជោអញ្ចឹងណាគេប្រើភាសាជ័យជោហើយក៏សេនាហ្នឹងគាត់ក៏បើស្ដាប់ការបញ្យល់ពីមិត្តភក្តិទៅក៏គាត់តាមអូខេតាមហ្នឹងទៅក៏លែងត្រូវទៅក៏បិទប្លុកអីគ្រប់បែបយ៉ាងទៅក៏លែងមានអ្នកតំណងមួយគ្នាទៅដល់ពេលក្រោយមកបានពី3ថ្ងៃក្រោយមកក៏បងប្រុសម្នាក់ដែរសេនាគាត់តែនិយាយថាគាត់បានរកបងប្អូនគាត់បានរៀបការគាត់បានដែរសេនាគាត់បដិសេធគាត់មកលេងសេនាម្ដងទៀតមកហ្នឹងគឺមកជាមួយនឹងម្ដាយគាត់ណាគាត់មកគាត់ឃើញថាតុកមុខបងប្រុសម្នាក់ហ្នឹងមើលទៅគាត់បែបបង្ហាញកៅភ្នែកមើលទៅបែបខ្វាយខ្វល់បារម្ភពីសុខទុក្ខរបស់សេនាព្រោះសារឃើញសេនាហ្នឹងឡើងគីឡូឃើញសេនាហ្នឹងគាត់អង្គុយតែលើអតេះអត់អាចទៅណាបានដូចមនុស្សទូទៅធ្លាប់តែមនុស្សធ្លាប់ដើរធ្លាប់ទៅណាធ្វើការអញ្ចឹងណាបងប្អូនអញ្ចឹងសេនាក៏គាត់បញ្ជាក់ថាពេលហ្នឹងក៏សុខទុក្ខគ្នាហើយនិយាយមកគ្នាហើយក៏គាត់ទៅវិញហើយតែរៀងរាល់យប់គឺតែនៅបងប្រុសម្នាក់ហ្នឹងក៏តែនៅឆាតតែមកសុខទុក្ខសេនាដាច់ឡងពេលថ្ងៃណាមួយទេគឺរៀងរាល់ពេលល្ងាចឡើងអញ្ចឹងជីវិតសេនាហ្នឹងគាត់បានប្រាប់អេដមីនទៀតថាគាត់ឆ្លងកាត់រៀងរ៉ាវច្រើនតមកទៀតគាត់ក៏បានធូរស្បើយវិការគ្រោះថ្នាក់គាត់នឹងជើងគាត់នឹងបានធូរគាត់អាចបានដើរតិចគាត់បានភាសាហើយរយៈពេល7ឆ្នាំហ្នឹងគាត់ក៏បានទៅធ្វើការទៅជីវិតគាត់ធ្វើការជួបរឿងរ៉ាវច្រើនទៀតអញ្ចឹងណាបងប្អូនអញ្ចឹងក៏គាត់
ban lòng pe đã quạt sát bao rồi quạt ban chia nó có quạt ban ở tại nó chỉ mối nó bong phò mà nè đây đã quạt bạn sạch năng hỏi của ban lư tầm nắng thá pe nó ăn lư tầm nắng tha thì quạt ban bay chỉ mối nâng khổ xa quạt khỏi nó ngay bay với khổ xa nắng hai sinh ra đằng phải nhập ao mình tan surprise điệp ha hai đầu với ban chỉ quạt bay kia chẳng á của quạt tâm hiệp cả đây tề chẳng sinh á cô lâu tức chất quạt cô dậy với quạt bay nhưng tơ sư sụp tục như tụi mình đầm máu tơ chân tơ đó kia ta đây sẽ lạnh bay bay khoa với kia nó thòng ná đi theo nhẹ tao đón đôi chỉ chấp đam mà đón tí đây đi theo bà JP trước bà admin ai gì ban hát được từng ngược lớn chập đam chai lăng vây chẳng á cô mi làm ha quạt ở đây quạt xin là tha quạt ở đây quạt chi tệ tông mà quạt nó chỉ du prong prai khơi tha ca prong prai rồi bỏ bong prong nè nó quạt khoai khoa bị xin na su sụp tục bà rong chẳng nè hay nơi tề chi tê mau được thực chất bị xin na buộc thầm ná xin na hiện bà thực chất đây nhưng tư chẳng bộ quạt pin nè nó còn giấy kia bài sân tận này là biểu Disney ham được thông ấy nè lấy chỉ còn comment tiếp đây được thông nhưng từ đó rộng như tụi bên màu cô xin na nó cô quạt của ban ngày mùi nó cô quạt ban bây chụp nó quạt ban chạy mùi từ sắp mùi khang bông phòng này đang hái quạt ban bắt đầu cả tiếng đang tha bông phòng này nó tầm miền IT có tầm tập 7 bị khổ xa còn ở miền lôi còn miền cạn còn ở miền IT một bỏ còn miền tỷ thua dân tơ nó bây giờ lôi chấm chụp vật cô tay còn miền nó bỏ ai để thưa ai xin nán nó khơi ấy trong ban bị kê tê tay trong đợt mưa xảy ra có sờ lạnh từ bông phòng này nó là xa chất cầm đợt cô chợt cha tôm hiệp tô su ở thua bỏ cô chứ nè cô thua ở lòng xảy ra nó flap đôi cầm đợt mua tha con lên rung ru con lên gà ta bọc phơi bọc chật thật tua giờ bông phòng mà nè năng xe xảy ra còn lọt bên bành ha bạch bạ snai ha đam lại đi con bị bọc chẳng trong cô xây nén ạ con chập đao một tháng ngày con tay này giấy đây brụ cửa xa to chặt tới mùi bông phòng mà nè năng riêng lo tháng ngày từ tê một kia vậy một kia rồi ngày đây bài sát snai này kia yu tới gột đau mà rộng mũi anh đây sẽ lạnh tới kháng bò ra mà nè năng hai xin nè cô dùng năng cô của ban gì thay có đòi cá cô bạc chật thay tụi tôi giờ bông phòng mà nè năng tôi chỉ sống xa và nó có chỉ sống xa sân ấy hai cô bông phòng mà nè nó có thang cất ba lo hay cất ba nó mà đang tiệt chẳng anh em phụ ở lời nó đang ấy thay nhưng mà miền IT nhưng miền được luôn tê nhọt miền sọ IT hai dân từ hay nhung cổ bụi dương nâng cổ cái hạt thang cá nó xảy ra con mình thì chỉ nè thu thiếp bay đây bông phỏng của mình nè các bác khát ấy đây chân tơ tái con điệp đo phẹp hết ra xảy ra con đã chờ tha sành khái niệm bên pẹp pon chỉ mùi nâng bẹp to clone ha chụp vật IT bà dương sành khái dương chập đây khái từ cô xảy ra nó cô bắt đầu chụp lại thay yes hai rằng xin ra mình giấy có đâm phớp đấy phụ thầm đấy mình luôn mà đại gì chứ làm gì nô đã kê chẳng cái này chắc mày ha tha đương ra vô quạt ít cái thằng đôi đương để tiên trong vòng ôn admin mà sạp đường có 22 hiện đó có đùa ròm đai chẳng cái này là sao đương nó đi về ai gì bán pin đi ha đi hầm cô này cắt làm một đòn tiệt từ việc phụ quạt chúc khi đòn tiệt tiền chẳng cô quạt ban chỉ hai của bông hòn nó quạt cô spy chất đây là sai ban xảy ra nó quạt bằng hai đây sẽ lại nếu con tôi do con tiếng luôn chỉ con chứ ha admin cất pi vậy theo ha mi pre lôi càng nghĩa tệ giống khác đây sẽ lại có sẽ là bao chất từ tôi do từ có quạt bàn từ sẽ là quạt bàn phèo của xa cô quạt sẽ là bàn phèo mà ba quạt tới cô theo ấy tế và con sẽ lại kia sẽ lại quạt con man mơ chất quạt và to tí từ chân từ hay khi mơ cô hay dương ba chất từ chẳng ta hai cổ mà ba xin nó có tha đứa chỉ ở đây ri riêng cô ham khót cô ấy tệ bố qua ta mà con tệ và xa cô nó cứ cô này có sả lạnh
ហើយសេនាគាត់មានបញ្ហារបួសផ្លូវចិត្តដែរអញ្ចឹងណាបងប្អូនហើយគាត់ដែលឃើញសេនានោះសប្បាយចិត្តសោយអារម្មណ៍មួយខុសប្លែកដូចពីមុនមកទេសារគាត់រងសម្ពាធច្រើនរៀបរាប់ជីវិតគាត់រឿងរ៉ាវកន្លងមកហ្នឹងណាអញ្ចឹងក៏ពួកគាត់រៀបតាក់ទងគ្នាមួយថ្ងៃទៅមួយថ្ងៃតាក់ទងបែបអត់គេហៅថាអត់មុតអត់ចូលគ្នាទៅស្រឡាញ់គ្នាទៅក៏ម្ដាយពុកហ្នឹងក៏គាត់ប្រាប់ថាអូស្រីកូនគាត់ប្រាប់ទៅសេនាថាកូនយើងកូនស្រីយើងអាចធ្វើចឹងទេកូនមិនអាចពួកយើងអាចភ្ជាប់ពាក្យគ្នាទៅភ្ជាប់ពាក្យមួយគ្នាទៅហើយយើងបំពេញមុខមាត់ឲ្យញាតិខាងគេឃើញណាថាយើងបានភ្ជាប់ពាក្យមួយគ្នាទៅយើងបានគេថាយើងមានតម្លៃជាកូនស្រីចឹងទៅចឹងក៏ម្ដាយឪពុកទាំងសងខាងហ្នឹងក៏បានដឹងឮហើយក៏គាត់រងថ្ងៃក៏បានដាក់ថ្ងៃជាប់ពាក្យមួយគ្នាទៅគាត់ជាប់ពាក្យមួយគ្នាឆ្នាំ2023គាត់ប្រាប់ admin ចឹងណា2023គាត់ជាប់ពាក្យហើយគាត់ស្រឡាញ់គ្នាហើយក៏គាត់សំលុយចូលគ្នាចឹងណាព្រោះសារពួកគាត់ដូចដឹងថាខាងបរិសុទ្ធហ្នឹងគាត់មានលុយទេបងប្រុសមានលុយទេហើយសេនាគាត់មានលុយដែរអាសាគាត់តែមានបញ្ហាគ្រោះថ្នាក់ហើយគាត់ក៏ចេញធ្វើការអញ្ចឹងក៏លុយហ្នឹងគឺខាងម្ដាយពុកសេនាអ្នកចាត់ចែងអញ្ចឹងហើយក៏សេនាគាត់រៀបរាប់បន្តទៅថាជីវិតគាត់ក្រោយមកក៏គាត់បានចាប់ពាក្យមួយគ្នាហើយបំពេញមុខមាត់ទាំងសងខាងហើយក៏បានដល់ថ្ងៃគេថាជឿចិត្តគ្នាស្រឡាញ់គ្នាខ្លាំងហើយក៏ដល់ថ្ងៃត្រូវរៀបការគ្នាអញ្ចឹងព្រោះគាត់ការថ្ងៃទីការឆ្នាំ2024អញ្ចឹងគាត់ការមកគ្នាហ្នឹងគឺថាពិបត្តិដៃទទេម្ដងគាត់អត់មានអីទេដោយសារលុយការគឺថាគ្រួសារអ្នកចាត់ចែងអញ្ចឹងណាបងប្អូនហើយម្ដាយពុកខាងបងប្រុសហ្នឹងម៉ែឲ្យក្មេករបស់សេនាហ្នឹងគាត់មនុស្សចាស់គាត់ហើយគាត់អ្នកមានជំងឺដែរអញ្ចឹងណាហើយគាត់បានមានលុយកាក់តសម្បត្តិឲ្យកូនគាត់ទេហើយក៏សេនាគាត់យល់គាត់បើកចិត្តទូលាយគាត់ open បាត់ហើយថាទទួលយកអស់នឹងហើយអញ្ចឹងក៏ពួកគាត់បានកម្មមួយគ្នាសេនាគាត់រៀបរាប់ថាគាត់បានកម្មមួយគ្នាហើយគាត់ចាប់ដៃគ្នាឆ្លងកាត់រឿងរ៉ាវជាច្រើនហើយគាត់បាននៅផ្ទះជាមួយនឹងគ្រួសារខាងស្រីខាងសេនាហ្នឹងណាគាត់បានរស់នៅមួយគ្នាតែគ្រាន់ហាបងប្អូនដឹងហើយថាជីវិតដៃគូពេលដែលយើងបានចាប់ដៃគ្នាហើយយើងរស់នៅជាមួយនឹងគ្រួសារខាងស្រីខាងសេនាគាត់អត់អីទេតែគាត់ខ្លាចចិត្តខាងប្តីគាត់ហ្នឹងខ្ញុំហៅប្តីទៅសារគាត់បានរៀបការមួយគ្នាហើយណាគាត់បានរៀបការមួយគ្នាហ្នឹងគាត់ក៏ខ្លាចចិត្តថាម្ដាយសេនាហ្នឹងគាត់រៀងនិយាយលឺចង់ឲ្យប៉ះពាល់អារម្មណ៍ខាងប្តីគាត់ហ្នឹងទៅអញ្ចឹងក៏សេនាហ្នឹងគាត់បានគាត់បានចេញពីផ្ទះម៉ាក់សេនាហ្នឹងក៏គាត់ចេញទៅនៅផ្ទះជួបន្ទប់ជួគេហៅថាគូអ្នករៀបការថ្មីថ្មោងអញ្ចឹងណាហើយគាត់ពីបាត់អីទេគាត់មានអីទេគាត់ចាប់ដើមប្រឹងប្រែងតស៊ូទៅពីអ្នកដោយពុនគាត់ហ្នឹងទៅហើយសេនាហ្នឹងគាត់ក៏បានជប់ធ្វើការឲ្យគេធ្វើការបង្កើតហ្នឹងទៅគាត់និយាយថាធ្វើការគេមិនបានទៅក៏គាត់ក៏ចាប់ដើមមានគំនិតមួយគឺគាត់ដេកគិតរយៈពេលជាប្រហែលខែដែរគាត់ចាប់ដើមបង្កើតមុខរបររកស៊ីខ្លួនឯងតូចតាចមួយអញ្ចឹងណាអាចទៅចំណូលបានប្រចាំថ្ងៃបានទួយគ្រាន់បានរបស់គាត់ដែរអញ្ចឹងទៅហើយប្តីគាត់ហ្នឹងគឺគាត់មានមុខរបរមួយរបស់គាត់ទៅអញ្ចឹងទៅអញ្ចឹងពួកគាត់ហ្នឹងក៏ចាប់ដើមប្រឹងប្រែងគេថាស៊ីឃ្លានមួយគ្នាទៅហើយក៏គេថាដេកស្រឡាញ់មួយគ្នាទៅមួយថ្ងៃទៅមួយថ្ងៃធម្មតាបងប្អូនជីវិតដៃគូតែងតែជួបរឿងរ៉ាវគេហៅថាដូចច័ន្ទនឹងរាវតែនៅប៉ះទង្គិចគ្នាអីអញ្ចឹងយើងអត់ធ្មត់ដាក់គ្នាទៅវិញទៅមកអញ្ចឹងទៅគាត់អត់តែមានកូនទេអាសាពួកគាត់អត់មានកម្រងយកទេអាសាគាត់តែមានអីអញ្ចឹងណាមួយថ្ងៃទៅពួកគាត់ក៏ផ្លាស់ប្ដូរការងារមុខរបរទៅអញ្ចឹងមានអារម្មណ៍ថាពេល admin មកស្ដាប់រឿងគាត់ហើយមានអារម្មណ៍ថារឿងគាត់ជាគេអាចបានថាផ្ដល់ការអប់រំផ្លូវចិត្តយើងជីវិតមនុស្សយើងគឺថាពេលខ្លះมันប្រកាសថាមនុស្សដែលបែកគ្នាមនុស្សដែលលែងតាក់ទងគ្នាយូរហើយគឺយើងអាច
ត្រឡប់មកហៅជុំគ្នាបានដែរសិតតនិស័យសិតតកម្មព្រមលិខិតចាមកជួបគ្នាម្ដងទៀតចឹងណាបងប្អូនអញ្ចឹងរឿងរ៉ាវរបស់ពួកគាត់ទាំងពីរមានអារម្មណ៍ថាពេលពួកយើងស្ដាប់ទៅបងប្អូនស្ដាប់ទៅមានអារម្មណ៍ថាដូចក្នុងរឿងណាគេថាម្នាក់សិតតជាពាក់កម្មវេលាទៅឲ្យគេម្នាក់ហើយពួកគាត់ក៏បានសងកម្មគេទៅវិញមកទៅហើយក៏បានគេថាបែកគ្នាមួយរយៈហើយក៏បានជុំគ្នាវិញហ្នឹងទៅធ្វើឲ្យពួកគាត់ហ្នឹងក៏ស្រឡាញ់គ្នាម្ដងទៀតទៅបានរៀបការរៀបអីទៅចាប់ដៃគ្នារកស៊ីហ្នឹងទៅធ្វើការរឿងខ្លួនហើយមានរឿងរ៉ាវបន្តទៀតសេនាក៏ថាក៏បានផ្លាស់ប្ដូរផ្នត់គំនិតព្រោះខាងគ្រួសារសេនាហ្នឹងគាត់ជីវនោះម្នាក់បែបថាឲ្យតសម័យកាលចង់ឲ្យខ្លួនឯងនៅតារ៉ែជីវិតនៅតារ៉ែចឹងទេដោយសារប្រចាំការចំណូលបន្ថែមអញ្ចឹងពួកគាត់បន្សំលុយធ្វើការសងគេអស់ទៅអៀងទៅហ្នឹងហើយក៏គាត់បានគេថាប្រាប់ប្រពន្ធហ្នឹងប្រាប់សេនាហ្នឹងឲ្យចេះគេថាកុំឲ្យមានការងារតែមួយមុខអញ្ចឹងទៅឲ្យបំលែងការងារហ្នឹងទៅធ្វើអីមួយឲ្យតនសម័យកាលឲ្យខ្លួនឯងទៅមុខឲ្យអាប់ដេតអញ្ចឹងទៅអញ្ចឹងជីវិតពួកគាត់ហ្នឹងគឺជួយគ្នាទៅវិញទៅមកស្រឡាញ់គ្នាអត់ស៊ីអត់អីអញ្ចឹងទៅមានក៏មានអត់ក៏អត់ទៅអញ្ចឹងទៅរស់មួយថ្ងៃអញ្ចឹងទៅតែគាត់ដែរមានបញ្ហាគ្នាបើមានបញ្ហានឹងគ្នាក៏គាត់តែត្រូវគ្នាវិញគាត់មិនអន់ចិត្តគ្នាយូរទេអញ្ចឹងណាបងប្អូនអញ្ចឹងសេនាគាត់រៀបរាប់បន្តថាបន្តមកទៀតជីវិតគាត់ហ្នឹងរាល់ថ្ងៃហ្នឹងគាត់បែបថារស់នៅបែបសាមញ្ញមិនជាពាក់គេមិនអីទេអញ្ចឹងគាត់ក៏អូខេគាត់ក៏អរគុណដល់ admin ដែរដែលបានសាប់រឿងរ៉ាវរបស់គាត់នឹងហើយក៏ admin ក៏យកមករឿងបកស្រាយហ្នឹងគាត់ថារឿងនេះគឺពីគេថារឿងដែលផ្ដល់ប្រកគំនិតនៃការអប់រំធ្វើឲ្យយើងស្ដាប់ទៅមានកម្លាំងតស៊ូកុំឲ្យបើសិនជានឹង admin និយាយសាច់រឿងការមួយថាបើសិនជាបរោះបងបើប្រុសណាដែលស្រឡាញ់ទៅមនុស្សស្រីម្នាក់ដែលហាពីមុនមិនដែលមានដីសម័យរំពឹងទុកថាបានបងស្រីនឹងទេឬក៏ដៃគូយើងទេកុំអះបោះបង់ដីសង្ឃឹមអីយើងត្រូវតែមានដីសង្ឃឹមយើងត្រូវតស៊ូព្រោះកាលណាយើងតស៊ូយើងអត់ធ្មត់នឹងការធ្វើអីមួយវាគង់តែបានត្រឡប់មកវិញទេយើងនឹងបានដូចបំណងរបស់យើងគ្រាន់ថាអ្វីដែលគឺថាត្រូវការពេលវេលាមែនតើពេលវេលាមកយូរឆាប់អញ្ចឹងស៊ីសងលើយើងអ្នករងចាំពេលវេលាបែបហ្នឹងអញ្ចឹងយើងធ្វើខ្លួនឲ្យតែល្អរស់នៅបែបតើគេថាល្អប្រសើរយើងទៅអញ្ចឹងសាច់រឿងហ្នឹង admin សុំសម្រាប់បញ្ចប់ថាផ្នត់គំនិតរឿងបែបហ្នឹងគឺថាឲ្យយើងអត់ធ្មត់តស៊ូស្រឡាញ់គ្នាចេះយល់ពីគ្នាទៅវិញទៅមកហើយពេលខ្លះគេហៅថាក្តីស្រឡាញ់มันប្រកាសថាយើងសិតទៅលើលុយកាក់លុយឡានផ្ទះអីទេសំខាន់យើងចាប់ដៃគ្នារកស៊ីយើងស្រឡាញ់គ្នាទៅលុយកាក់អស់ហ្នឹងថតសម្បត្តិអស់ហ្នឹងវាកាត់ក្រោយទេអញ្ចឹងសូមឲ្យទីបានថាតែអ្នកស្ដាប់រឿងហ្នឹងហើយមានចិត្តគេថាកុំតូចចិត្តណាព្រោះអ្នកខ្លះតូចចិត្តថាអូហេតុអ្វីយើងការឲ្យយើងអត់មានអីយើងអត់មានលុយកាក់ឡានផ្ទះដូចគេយើងបានគូជីវិតយើងមិនសមម្ដងទៅធម្មតាទេមនុស្សយើងអ្នកខ្លះក៏តែនិយាយថាអូបានប្តីក្រប្រពន្ធអ្នកក្រនៃអ្នកមានទៅអញ្ចឹងបងប្អូនបានស្ដាប់រឿងរ៉ាវនេះហើយមានអារម្មណ៍មិនដែរបើសិនជាបងប្អូនមានអារម្មណ៍មិនដែរគឺអាចចូល comment បានហើយបើសិនជាadmin គឺមានអារម្មណ៍ថាដកដួលមានអារម្មណ៍ថាសុបាយចិត្តជំនួសគូពួកគាត់ដែរហ្នឹងហើយក៏ដល់រឿងហ្នឹងក៏ដល់ទីបញ្ចប់ដែរហើយក៏អរគុណដល់ប្រិយមិត្តបងប្អូនទាំងអស់គ្នាដែលបានស្ដាប់រឿងរ៉ាវរបស់ប្រិយមិត្តថ្ងៃនេះដែរក៏ប្រិយមិត្តគាត់ឈ្មោះសេនាហើយចុងបញ្ចប់ក៏ admin បានប្រាប់ថាបើសិនជាបងប្អូនមានជាសាច់រឿងអីអាចចែកម្លែកបានដល់ admin កុំភ្លេចមកអ្នកតំណងតាម Telegram admin ដាក់ក្នុង channel ណាហើយក៏អរគុណហើយក៏សូមជូនពរដល់បងប្អូនទាំងអស់គ្នារកទទួលទានមានបានសុខសប្បាយសុខភាពទាំងអស់គ្នាចាហើយក៏សូមអរគុណសូមជម្រាបលា